នៅថ្ងៃទី11ខែមីនាឆ្នាំ2026នាវាដឹកប្រេងដោតទង់ជាតិរបស់ថៃមួយគ្រឿងដែលមានឈ្មោះថា Mayuri Nari រងការវាយប្រហារពីកងទ័ពរបស់អ៊ីរ៉ង់នៅត្រង់ក្បែរច្រកសមុទ្រ Hormuz នៅខណៈដែលនាវាដឹកប្រេងមួយនេះកំពុងតែធ្វើដំណើរពីទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួមឆ្ពោះទៅកាន់ប្រទេសឥណ្ឌាតាមការចេញផ្សាយរបស់កាសែតអ៊ីរ៉ង់ Fararu នាវាដឹកប្រេងដែលមានដោតទង់ជាតិរបស់ថៃមួយនេះទទួលបានសញ្ញាព្រមានពីកងទ័ពរបស់អ៊ីរ៉ង់រួចទៅហើយក៏ប៉ុន្តែនាវានេះកើនការព្រមានដោយបន្តការធ្វើដំណើរចូលទៅក្នុងច្រកសមុទ្រ Hormuz ដែលកងទ័ពអ៊ីរ៉ង់កំពុងតែរឹតបន្តឹងយោងតាមកាសែតដដែលបន្ទាប់ពីនាវាមួយនេះកើនទៅនឹងសញ្ញាព្រមានកងទ័ព IRGC របស់អ៊ីរ៉ង់ក៏បើកការវាយប្រហារយោងតាមយោធារបស់ប្រទេសអ៊ីរ៉ង់នាវាដឹកប្រេងដែលមានដោតទង់ជាតិរបស់ថៃឈ្មោះថា Mayuri Nari នេះធ្វើដំណើរចូលទៅក្នុងច្រកសមុទ្រ Hormuz ដោយខុសច្បាប់ភ្លាមបន្ទាប់ពីហេតុការណ៍នេះបានកើតឡើងឆ្មាំសមុទ្រ Hormuz ក៏បានចេញដំណើររយៈពេលប្រហែលជា1ម៉ោងទៅដល់នាវាហើយក៏បានជួយសង្គ្រោះមនុស្សនៅលើនាវានេះចំនួនបាន20នាក់ចំណែកឯនាវិក3នាក់កំពុងតែបាត់ខ្លួនកងទ័ពជើងទឹករបស់ថៃកំពុងតែស្នើសុំការសម្រុះសម្រួលពីក្រុមឆ្មាំសមុទ្រ Hormuz ដើម្បីតាមជួយសង្គ្រោះនាវិកដែលកំពុងតែបាត់ខ្លួនចំនួន3នាក់នោះយោងតាមកាសែតថៃ Inquirer នាវា Mayuri Nari នេះរងការវាយប្រហារពីផ្នែកខាងក្រោយហើយរងការខូចខាតយ៉ាងដំណំពាក់ព័ន្ធជាមួយនឹងហេតុការណ៍នេះកាសែតខៅសុតចេញផ្សាយនៅថ្ងៃទី12ខែមីនាឆ្នាំ2026បញ្ជាក់ថាការវាយប្រហារនេះបានកើតឡើងទៅលើនាវាដឹកទំនិញរបស់ថៃដែលមានឈ្មោះថា MV Mayuri Nari ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរអំឡុងពេលធ្វើដំណើរចេញពីកំពង់ផែកាលីហ្វារបស់ប្រទេសអារ៉ាប់រួមឆ្ពោះទៅកាន់ប្រទេសឥណ្ឌាហើយមានបំណងក្នុងការឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងតែរងការគំរាមកំហែងខ្លាំងពីសំណាក់អ៊ីរ៉ង់នាវិកចំនួន20នាក់របស់ថៃត្រូវបានជួយសង្គ្រោះនិងនាំយកទៅកាន់ដីគោកដោយសុវត្ថិភាពហើយចំណែកឯនាវិកចំនួន3នាក់ផ្សេងទៀតរបស់ថៃកំពុងតែបាត់ខ្លួននៅឡើយហើយគេជឿជាក់ថាមនុស្ស3នាក់នោះប្រហែលជានៅជាប់លើនាវាមេបញ្ជាការកងទ័ពជើងទឹករបស់ថៃលោក Phairat Phongchan អរគុណចំពោះសមាជិកអ៊ូម៉ង់ហើយស្នើសុំឲ្យមានកិច្ចសម្របសម្រួលជាបន្តទៅទៀតនៅក្នុងការតាមស្វែងរកនាវិកដែលកំពុងតែបាត់ខ្លួនខណៈកំពុងតែមានការព្រួយបារម្ភចំពោះវិបត្តិធម្មពលនៅក្នុងប្រទេសថៃក៏មានការព្រួយបារម្ភកាន់តែខ្លាំងចំពោះស្ថានភាពនៅក្នុងតំបន់មជ្ឈមបូព៌ាដែលសំដៅទៅលើសង្គ្រាមអ៊ីរ៉ង់ដែលកំពុងតែឆាបឆេះទូទាំងតំបន់មួយនេះរដ្ឋាភិបាលរបស់ថៃបានព្រមានថាចំនួនកំពុងតែបន្តនេះនឹងធ្វើឲ្យរាលដាលភាពតានតឹងនៅក្នុងតំបន់មជ្ឈមបូព៌ាហើយវិបត្តិធម្មពលនៅជុំវិញពិភពលោកច្បាស់ជាមិនអាចគេចផុតនោះឡើយក្រសួងការបរទេសរបស់ថៃចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី12ខែមីនាឆ្នាំ2026ដោយបានលើកឡើងថាសង្គ្រាមនៅក្នុងតំបន់មជ្ឈមបូព៌ានេះកំពុងតែធ្វើឲ្យប៉ះពាល់ទៅដល់សន្តិសុខផ្លូវទឹកបន្ទាប់ពីនាវារបស់ខ្លួនដែលមានឈ្មោះថា Mayuri Nari មួយគ្រឿងនិងនាវិកជនជាតិថៃចំនួន23នាក់នៅនោះរងការវាយប្រហារនៅត្រង់ច្រកសមុទ្រ Hormuz ពាក់ព័ន្ធនឹងចំនួននេះប្រទេសថៃបានអំពាវនាវឲ្យគ្រប់ភាគីទាំងអស់បង្កើនភាពអត់ធ្មត់បញ្ឈប់ភាពតានតឹងជាបន្តហើយត្រឡប់ទៅរកការសន្ទនាព្រមទាំងប្រើប្រាស់មធ្យោបាយការទូតនិងការចរចាដើម្បីបង្ការការរាលដាលនៃសង្គ្រាមឲ្យកាន់តែធំបង្កការខូចខាតកាន់តែធំនៅពេលចាប់ផ្ដើមផ្ទុះសង្គ្រាមនៅអ៊ីរ៉ង់ប្រទេសអ៊ីរ៉ង់បានប្រកាសថាខ្លួននឹងបិទច្រកសមុទ្រ Hormuz មិនអនុញ្ញាតឲ្យនាវាណាមួយធ្វើដំណើរដោយគ្មានការអនុញ្ញាតពីកងទ័ពជើងទឹករបស់អ៊ីរ៉ង់បាននោះឡើយនៅពេលនោះអាមេរិកប្រកាសអាងថាកងទ័ពជើងទឹករបស់អាមេរិកនឹងធ្វើដំណើរអមនាវាដឹកទំនិញទាំងឡាយណាដែលចង់ឲ្យអាមេរិកការពារក៏ប៉ុន្តែនៅថ្ងៃទី10ខែមីនាឆ្នាំ2026កងទ័ពជើងទឹករបស់អាមេរិកបានចេញមុខមកប្រកាសថាការប្រើប្រាស់នាវារបស់អាមេរិកអមដំណើរនាវាដឹកទំនិញទាំងឡាយឆ្លងកាត់ច្រកសមុទ្រ Hormuz មិនអាចត្រូវបានធ្វើឡើងនោះឡើយចាប់តាំងពីផ្ទុះសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026មកកប៉ាល់ដឹកទំនិញកកកុញមិនអាចឆ្លងកាត់ច្រកសមុទ្រ Hormuz បានទេយ៉ាងណាក៏ដោយមានព័ត៌មានក្រៅផ្លូវការមួយចំនួនបានបញ្ជាក់ថាមាននាវាមួយចំនួនរបស់ប្រទេសចិនវៀតណាមឬក៏ប្រទេសឥណ្ឌូនេស៊ីអាចឆ្លងកាត់ដោយគ្មានការវាយប្រហារពីសំណាក់កងទ័ពអ៊ីរ៉ង់ប្រសិនបើនាវាដែលមានដោតទង់ឥណ្ឌូនេស៊ីនិងដោតទង់វៀតណាមដែលសុទ្ធជាសមាជិករបស់អាស៊ានដូចជាថៃដែរអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយអ្វីក៏ថៃមិនអាចឆ្លងកាត់បានត្រង់ចំណុចនេះនាវិភាគមើលឃើញថាវាមិនមែនជារឿងចម្លែកទេដោយសារតែប្រទេសថៃគឺជាសម្ព័ន្ធមិត្តដ៏ស្អិតរមួតជាមួយនឹងប្រទេសអ៊ីស្រាអែលហើយនិងសហរដ្ឋអាមេរិកទើបតែកន្លងទៅថ្មីនេះតែប៉ុណ្ណោះដែលព័ត៌មានបានលើកឡើងថាថៃបានប្រើប្រាស់យន្តហោះពាណិជ្ជកម្មដឹកជញ្ជូនគ្រឿងបន្លាស់របស់យន្តហោះចម្បាំងពីប្រទេសអូស្ត្រាលីហើយប្រគល់ទៅឲ្យអ៊ីស្រាអែលហើយអ៊ីស្រាអែលប្រើប្រាស់គ្រឿងបន្លាស់យន្តហោះចម្បាំងទាំងអស់នោះវាយប្រហារនៅក្នុងតំបន់កាហ្សាម្យ៉ាងមួយទៀតនៅពេលដែលផ្ទុះសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ក៏មានលេចលឺព័ត៌មានមួយចំនួនថាថៃក្រុងអនុញ្ញាតឲ្យយោធារបស់អាមេរិកប្រើប្រាស់មូលដ្ឋាននៅក្នុងទឹកដីរបស់ថៃទៀតផងដូច្នេះហើយប្រសិនបើថៃឆ្លើយតបមិនស្រួលចំពោះការបាញ់ប្រហារទៅលើនាវាដឹកប្រេងរបស់ខ្លួនពីសំណាក់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz នេះ
វាអាចទាញថៃឲ្យចូលទៅក្នុងសង្គ្រាមនៅក្នុងតំបន់មជ្ឈិមបូព៌ាទៀតផងច្រកសមុទ្រហូម៉ូដែលនៅចន្លោះប្រទេសអ៊ឺម៉ង់ហើយនិងប្រទេសអ៊ីរ៉ង់នេះគឺជាច្រកដ៏សំខាន់បំផុតមួយរបស់ពិភពលោកពីព្រោះថាប្រេងឆៅត្រូវបានដឹកឆ្លងកាត់ច្រកមួយនេះយកទៅផ្គត់ផ្គង់ជំនួយពិភពលោកនៅក្នុងបរិមាណរហូតដល់ទៅ 20% ប្រសិនបើច្រកនេះរឹតបន្តឹងប្រេងឆៅក៏មិនអាចឆ្លងកាត់បានធ្វើឲ្យតម្លៃប្រេងឡើងខ្ពស់ពេលដែលតម្លៃប្រេងឡើងខ្ពស់ទំនិញសពសារពើក៏នឹងត្រូវឡើងខ្ពស់ផងដែរដូច្នេះពិភពលោកកំពុងតែប្រឈមមុខជាមួយអតិផរណាខ្លាំងណាស់ទោះបីជាប្រទេសបារាំងតាមរយៈលោកអេម៉ានូអែលម៉ាក្រុងអះអាងថាកំពុងតែធ្វើកិច្ចការជាមួយនឹងប្រទេសជាសម្ព័ន្ធមិត្តដើម្បីរកវិធីបើកច្រកសមុទ្រហូម៉ូនេះឡើងវិញក៏ដោយក៏ប៉ុន្តែនៅពេលនេះគេសង្កេតឃើញថាកងទ័ពរបស់អ៊ីរ៉ង់នៅតែក្តាប់យ៉ាងណែនចំពោះសន្តិសុខនៅក្នុងតំបន់មួយនេះសូម្បីតែកងទ័ពជើងទឹករបស់អាមេរិកក៏លើកឡើងថាច្រកសមុទ្រហូម៉ូកំពុងតែអសន្តិសុខខ្លាំងណាស់សូម្បីតែនាវារបស់អាមេរិកក៏មិនអាចធ្វើដំណើរអមការពារទៅលើនាវាដឹកទំនិញទាំងឡាយអាចឆ្លងកាត់ច្រកសមុទ្រមួយនេះឲ្យសម្ព័ន្ធមិត្តបានឡើយការកាន់កាប់ច្រកសមុទ្រហូម៉ូគឺជាគុណសម្បត្តិដ៏ធំមួយសម្រាប់ប្រទេសអ៊ីរ៉ង់ធ្វើសង្គ្រាមជាមួយនឹងអាមេរិកហើយនិងអ៊ីស្រាអែលអ៊ីរ៉ង់បានប្រកាសប្រាប់ពិភពលោកឲ្យត្រៀមខ្លួនសម្រាប់ទទួលយកតម្លៃប្រេងដែលមានប្រមាណជា$200អាមេរិកនៅក្នុង1បារ៉ែលអ្នកនាំពាក្យយោធារបស់ប្រទេសអ៊ីរ៉ង់លោកអ៊ីប្រាហ៊ីមស៊ុលកាហ្វារីបានលើកឡើងថាប្រសិនបើអាមេរិកហើយនិងអ៊ីស្រាអែលនៅតែបន្តវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់នោះពិភពលោកទាំងមូលត្រូវតែត្រៀមខ្លួនសម្រាប់ទទួលយកតម្លៃប្រេងជាង$200នៅក្នុង1បារ៉ែលពីព្រោះថាតម្លៃប្រេងជាសកលគឺអាស្រ័យទៅលើសន្តិសុខនៅក្នុងតំបន់មជ្ឈិមបូព៌ាដែលអាមេរិកនិងអ៊ីស្រាអែលកំពុងតែបង្កាត់ភ្លើងសង្គ្រាមការដែលនាវាដឹកប្រេងទាំងឡាយមិនអាចធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហូម៉ូគឺជាបញ្ហាមួយធំទៅហើយរីឯបញ្ហាមួយទៀតនោះគឺថានៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់នេះមានការវាយប្រហារទៅលើទីកន្លែងស្តុកប្រេងនិងហេដ្ឋារចនាសម្ព័ន្ធប្រេងជាច្រើនកន្លែងដែលបង្កឲ្យមានការផ្គត់ផ្គង់ប្រេងទៅលើទីផ្សារកាន់តែខ្វះខាតឧទាហរណ៍ដូចជាប្រទេសអ៊ីស្រាអែលបើកការវាយប្រហារទៅលើទីតាំងប្រេងរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងរដ្ឋធានីតេហ៍រ៉ង់យ៉ាងសន្ធោសន្ធៅចំណែកឯអ៊ីរ៉ង់វិញបានព្រមានថាខ្លួននឹងបើកការវាយប្រហារឆ្លើយតបវិញចំពោះទីកន្លែងស្តុកប្រេងនិងទីកន្លែងផលិតប្រេងរបស់អ៊ីស្រាអែលនិងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលសូមបញ្ជាក់ថានៅក្នុងថ្ងៃតែមួយគឺនៅថ្ងៃទី11ខែមីនាឆ្នាំ2026ដែលនាវាដឹកប្រេងរបស់ថៃឈ្មោះថា Mayuri Nari រងការវាយប្រហារពីកងទ័ពអ៊ីរ៉ង់នោះមាននាវាដឹកទំនិញពីរផ្សេងទៀតក៏រងការវាយប្រហារផងដែរទីមួយនោះគឺនាវាដល់ទង់ជាជប៉ុនមានឈ្មោះថា One Majesty រងការវាយប្រហារនៅក្បែរឆ្នេរនៃប្រទេសអារ៉ាប់រួមនិងនាវាមួយទៀតមានឈ្មោះថា Star Winet ដែលមានទង់ជាតិរបស់ប្រទេសដែនកោះម៉ាស៉លហើយរងការវាយប្រហារនៅក្បែរទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួមយ៉ាងណាក៏ដោយរហូតមកទល់នឹងពេលនេះនៅមិនទាន់មានព័ត៌មានដែលថាប្រទេសអ៊ីរ៉ង់បើកការវាយប្រហារទៅលើនាវាដឹកប្រេងឬក៏នាវាដឹកទំនិញដែលមានដោតទង់ជាតិរបស់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ីរ៉ង់ឬក៏ដោតទង់ជាតិដែលជាប្រទេសមិនមែនជាសម្ព័ន្ធមិត្តរបស់អាមេរិកឬក៏សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលនៅឡើយទេចំពោះប្រទេសថៃដែលនាវាដឹកប្រេងរបស់ខ្លួនរងការវាយប្រហារពីអ៊ីរ៉ង់នោះទំនងជាមិនហ៊ានប្រើប្រាស់យោធាដើម្បីឆ្លើយតបទេក៏ប៉ុន្តែនឹងដោះស្រាយតាមការទូតដូច្នេះហើយបានជានៅថ្ងៃទី12ខែមីនាឆ្នាំ2026ក្រសួងការបរទេសរបស់ថៃបានកោះហៅឯករដ្ឋទូតរបស់អ៊ីរ៉ង់ប្រចាំនៅទីក្រុងបាងកកទៅសួរនាំអំពីរឿងរ៉ាវនៃការបាញ់ប្រហារទៅលើនាវាដឹកប្រេងរបស់ថៃសូមអរគុណចំពោះការទស្សនាហើយយើងនឹងជួបគ្នាជាថ្មីនៅក្នុងការអាប់ដេតព័ត៌មានស្ដីអំពីសង្គ្រាមនៅអ៊ីរ៉ង់ក្នុងវីដេអូក្រោយសូមជម្រាបលា